ស្រាប់តែខ្ញុំបានត្រឡប់ទៅដោយវិញ្ញាណហើយឃើញមានបល្ល័ង្កមួយដាក់នៅលើស្ថានសួគ៌ក៏មានមួយអង្គគង់នៅលើបល្ល័ង្កនោះហើយព្រះអង្គដែលគង់នៅនោះមើលទៅមានភាពដូចជាត្បូងនឹងត្បូងទទឹមក៏មានឥន្ធនូនៅព័ទ្ធជុំវិញបល្ល័ង្កមើលទៅដូចជាត្បូងមរកតហើយនៅព័ទ្ធជុំវិញបល្ល័ង្កនោះក៏មានបល្ល័ង្ក24ទៀតដែលខ្ញុំឃើញអ្នកចាស់ទុំ24នាក់អង្គុយលើបល្ល័ង្កទាំងនោះទាំងស្លៀកពាក់សហើយមានមកុដមាសនៅលើក្បាលហើយមានភ្លេងបន្ទរសៀងសំឡេងនិងកោលាន់ចេញពីបល្ល័ង្កមួយនោះមកក៏មានចង្កៀង7ឆេះនៅពីខាងមុខនោះគឺជាវិញ្ញាណទាំង7របស់ព្រះគឺសម្បន្ទាបខ្លួនរបស់កូនចុះក្រាបនៅចំពោះព្រះអង្គនៅចំពោះមុខព្រះលើអស់ទាំងព្រះជាស្ដេចលើអស់ទាំងស្ដេចប្រសិនបើយើងនៅឈរមុខបល្ល័ង្ករបស់ព្រះតែយើងត្រូវគិតយ៉ាងម៉េចធ្វើយ៉ាងម៉េចតែយើងបានខ្លាចចិត្តហើយនៅចំពោះព្រះអង្គ
ម្ចាស់យេស៊ូ សូមយើងស្រែកច្រៀងទាំងអស់គ្នា លោកចា បើកមាត់យើងឡើង ម្ចាស់យេស៊ូហាឡេលូយ៉ា ម្ចាស់យេស៊ូទ្រង់អស្ចារ្យ ម្ចាស់យេ